គង្គាគឺជាអ្នកស្រាវជ្រាវនិងជាអ្នកនិពន្ធម្នាក់ដែលចូលចិត្តប្រមូលរឿងរ៉ាវទំនៀមទម្លាប់បុរាណនិងរឿងរ៉ាវអាថ៌កំបាំងនៅតាមខេត្តឆ្ងាយៗគង្គាមានការិយាល័យតូចមួយនៅកណ្ដាលទីក្រុងភ្នំពេញផងដែរនៅលើតុធ្វើការរបស់គេពោរពេញដោយសៀវភៅចាស់ៗនិងកំណត់ហេតុបុរាណរំពេចនោះមានបុគ្គលិកដឹកជញ្ជូនម្នាក់បានគោះទ្វារព្រោះតែមានកញ្ចប់បញ្ញើមួយយកមកឲ្យគង្គាវាជាកញ្ចប់ក្រដាសពណ៌ត្នោតចាស់ចងដោយខ្សែកៅស៊ូរុំព័ទ្ធយ៉ាងជិតអ្វីដែលប្លែកនោះគឺมันមានឈ្មោះអ្នកផ្ញើច្បាស់លាស់ឡើយមានតែអាស័យដ្ឋានប្រភពមកពីភូមិអូស្វាយស្រុកសម្បូរខេត្តក្រចេះពេលដែលគង្គាកាត់ខ្សែកៅស៊ូនោះចេញស្រាប់តែក្លិនម្យ៉ាងភាយកាត់ច្រមុះរបស់គេភ្លាមវាមិនមែនជាក្លិនក្រដាសចាស់ធម្មតាទេប៉ុន្តែវាជាក្លិនក្រមួនសែនខ្មោចលាយឡំនឹងក្លិនស្លឹកស្លាស្ងួតនិងក្លិនឆ្អេះឆ្អាបតិចដូចជាឈាមរីងស្ងួតពេលគង្គាបើកមកនៅក្នុងកញ្ចប់នោះមានសៀវភៅកំណត់ហេតុដៃមួយក្បាលដែលកែមឡើងពណ៌ខ្មៅនិងសម្បត្តិមួយច្បាប់សរសេរដោយដៃញ័រថាជំរាបសួរលោកគង្គាប្រសិនបើលោកបានអានសម្បត្តិនេះមានន័យថាខ្ញុំប្រហែលជាលែងនៅលើលោកនេះទៀតហើយរឿងរ៉ាវដែលខ្ញុំសរសេរនៅក្នុងកំណត់ហេតុនេះមិនមែនជារឿងប្រឌិតដើម្បីកម្សាន្តឡើយវាជាការពិតនៃជីវិតរបស់បងស្រីខ្ញុំគាត់ឈ្មោះម៉ាលីដែលនាងបានស្លាប់ទាំងអយុត្តិធម៌បំផុតនាងស្លាប់ទាំងមានអំពើអាគមខ្មៅនៅក្នុងខ្លួនវិញ្ញាណរបស់នាងមិនអាចទៅចាប់ជាតិបានទេព្រោះត្រូវយ័ន្តប្រចាំកាយសង្កត់ជាប់ខ្ញុំចង់ឲ្យលោកជួយផ្សព្វផ្សាយរឿងនេះដើម្បីឲ្យមនុស្សលោកបានដឹងពីភាពសាហាវយង់ក្នុងនៃចិត្តមនុស្សនិងអំពើផ្លូវងងឹតដែលនៅតែមានពិតនៅលើโลกនេះគង្គាដកដង្ហើមធំគេមានអារម្មណ៍ថាព្រឺសម្បល់ភ្លាមគេចាប់ផ្ដើមបើកទំព័រដំបូងនៃកំណត់ហេតុដៃនោះហើយសាច់រឿងពិតដ៏គួរឲ្យរន្ធត់ចិត្តបានចាប់ផ្ដើមលាតត្រដាងពីពេលនេះទៅកាលពី5ឆ្នាំមុននៅក្នុងភូមិអូស្វាយដែលជាភូមិមួយព័ទ្ធជុំវិញទៅដោយព្រៃឈើក្រាស់និងចំការដំឡូងមីម៉ាលីគឺជាកូនស្រីច្បងក្នុងគ្រួសារកសិករមួយនាងមានរូបសម្បត្តិស្រស់ស្អាតដាច់គេនៅក្នុងភូមិសក់ខ្មៅរលោងវែងដល់ត្រកៀកភ្នែកមុតនិងមានចរិតទន់ភ្លន់ពូកែលួងលោមអ្នកស្រុកអ្នកភូមិសម្រស់របស់ម៉ាលីបានទាក់ទាញចិត្តយុវជនជាច្រើននៅក្នុងនោះមានទាំងនាយសីហាដែលជាកូនប្រុសរបស់មេភូមិមានទ្រព្យសម្បត្តិស្ដុកស្ដម្ភផងដែរសីហានិងម៉ាលីបានស្រឡាញ់គ្នាដោយចិត្តនិងចិត្តហើយឪពុកម្ដាយទាំងសងខាងបានដឹងឮនិងបំរុងនឹងផ្សំផ្គុំរៀបចំពិធីមង្គលឲ្យពួកគេនៅចុងឆ្នាំនេះប៉ុន្តែសេចក្តីសុខមិនបាននៅស្ថិតស្ថេរឡើយនៅក្នុងភូមិនោះមានស្ត្រីម្នាក់ទៀតឈ្មោះនាងចាន់នីគឺជាមនុស្សស្រីដែលមានចិត្តមានះច្រណែនឈ្នានីសនិងលួចស្រឡាញ់សីហាជាខ្លាំងតាំងពីតូចមកម្ល៉េះពេលដែលឃើញសីហាបាក់ចិត្តស្រឡាញ់ម៉ាលីខ្លាំងរហូតដល់មិនព្រមងាកមើលនាងសូម្បីតែបន្តិចកំហឹងនឹងភាពច្រណែនបានចាប់ផ្ដើមដោះស្រាយនៅក្នុងចិត្តរបស់ចាន់នីនិងមានកូនចិត្តគិតថាហេតុអ្វីគ្រប់គ្នាចាប់អារម្មណ៍តែមីម៉ាលីទាំងសម្រស់ទាំងសីហាវាដណ្ដើមពីអញទាំងអស់ចាន់នីនិយាយទាំងខំថ្មិញភ្នែកសម្លឹងមើលម៉ាលីពីចម្ងាយពេលដែលម៉ាលីកំពុងដកដំឡូងមីនៅក្នុងចម្ការចាន់នីមិនបានដឹងទេថាកំហឹងនិងចិត្តច្រណែនរបស់នាងបានបើកទ្វារឲ្យវិញ្ញាណងងឹតចូលមកគ្រប់គ្រងនាងបានសម្រេចចិត្តធ្វើរឿងមួយដែលធ្វើឲ្យមនុស្សធម្មតាមិនហ៊ានធ្វើឡើយនោះគឺការស្វែងរកគ្រូធ្មប់ងងឹតដើម្បីធ្វើអំពើកម្ចាត់ម៉ាលីចេញពីលើโลกនេះនៅពេលវេលាប្រហែលម៉ោង5ល្ងាចខណៈពេលដែលមេឃចាប់ផ្ដើមងងឹតអ៊ូអាប់និងមានពពកខ្មៅដេកដាស់ចាន់នីបានលួចដើរចេញពីភូមិម្នាក់ឯងសម្ដៅទៅកាន់ជើងភ្នំខាងលិចដែលជាកន្លែងរស់នៅរបស់គ្រូសានអ្នកស្រុកភូមិគ្មានអ្នកណាហ៊ានទៅជិតតំបន់នោះឡើយព្រោះល្បីថាគ្រូសានគឺជាគ្រូធ្មប់សាក់យ័ន្តខ្មៅចិញ្ចឹមប្រេតនិងពូកែខាងធ្វើអំពើងងឹតសម្លាប់មនុស្សដោយមិនដឹងខ្លួនផ្លូវដើរទៅកាន់ផ្ទះរបស់លោកគ្រូសានពោពេញដោយដើមឈើងាប់គ្មានស្លឹកសូម្បីតែសត្វបក្សីក៏មិនហើរឆ្លងកាត់ដែររំពេចនោះខ្យល់ភីបក់កាត់នាំមកនៅក្លិនស្អុយរលួយដូចសាកសពសត្វធាតុ
នៅចំពោះមុខច័ន្ទនេះគឺផ្ទះតូចមួយខ្នងសង់ពីស្លឹកត្នោតចាស់ចាស់ជញ្ជាំងខ្មៅប្រឡាក់ដោយក្រមួននិងព្រេងម្សៅអាកំបាំងពេលដែលច័ន្ទនេះឈានជើងចូលទៅដល់មិនទាន់ទាំងបានពោលពីអ្វីផងសំឡេងក្រហមស្អកស្អកចេញពីក្នុងរោងងងឹតស្លុបនោះបានបន្លឺឡើងថាមករកយើងហើយមែនទេឯងចង់ឲ្យអញសម្លាប់មនុស្សមែនទេគ្រូសានដើរចេញពីក្នុងស្រមោលងងឹតគាត់មានរូបរាងស្គមរញីរញ័រភ្នែកម្ខាងខ្វាក់ស្បែកមុខឡើងក្រៀមខ្មៅដូចសម្បកឈើស្នាមសាក់យ័ន្តពេញក្បាលនិងខ្លួនប្រាណនៅក្នុងដៃរបស់គាត់មានកាន់ជើងពានតូចមួយដែលមានដាក់កូនក្រឡកែវតូចមួយមានទឹកប្រេងពណ៌លឿងខាប់ខាប់ចាន់នីភ័យផងធ្លាក់ក្នុងអំណាចកំហឹងផងនាងបានលុតជង្គង់ចោះរួចហុចកញ្ចប់លុយនិងសក់ក្បាលព្រមទាំងអាវចាស់ចាស់របស់ម៉ាលីដែលនាងបានលួចយកពីកន្លែងហាលខោអាវឲ្យទៅគ្រូសានរួចនិយាយថាលោកគ្រូជួយខ្ញុំផងខ្ញុំចង់ឲ្យមីម៉ាលីស្លាប់ទាំងវេទនាបំផុតកុំឲ្យវាបានរៀបការជាមួយបងសីហាសោះលោកគ្រូសានក្រឡេកមើលសក់និងអាវរបស់ម៉ាលីរួចសើចឡើងយ៉ាងព្រឹកក្បាលសម្រស់ស្អាតណាស់តែត្រូវមកស្លាប់ដោយសារអំពើអញនឹងដាក់អំពើស្បែកក្របីនិងអាគមស្លាប់ទាំងរស់ឲ្យវាគ្មានថ្ងៃនៅបានសុខទេ2-3ថ្ងៃក្រោយមកម៉ាលីនៅតែធ្វើការប្រចាំថ្ងៃរបស់នាងជាធម្មតាប៉ុន្តែយប់មួយពេលដែលនាងកំពុងតែអង្គុយញ៉ាំបាយជុំគ្រួសារស្រាប់តែម៉ាលីមានអាការៈថប់ដង្ហើមភ្លាមនាងបានទម្លាក់ចានបាយចុះរួចយកដៃខ្ទប់ករួចស្រែកថាម៉ែកូនដូចជាណែនទ្រូងខ្លាំងណាស់ដកដង្ហើមមិនចង់ចេញទេឪពុកម្ដាយរបស់នាងភ័យស្លន់ស្លោរត់ទៅរកឲ្យនាងផឹកពេលដែលម៉ាលីផឹកទឹកចូលទៅនាងស្រាប់តែក្អួតចង្អោរមកវិញភ្លាមប៉ុន្តែអ្វីដែលនាងក្អួតចេញមកមិនមែនជាអាហារទេវាជារំអិលពណ៌ខ្មៅលាយឡំនឹងសរសៃសក់ជាច្រើនសរសៃគ្រប់គ្នាក្នុងផ្ទះស្រឡំកាំងឪពុកម្ដាយរបស់ម៉ាលីឈ្មោះតាសនពោលទាំងសំឡេងញ័រថានេះដូចជាមិនមែនជំងឺធម្មតាទេដូចជាត្រូវអំពើគេហើយចាប់ពីយប់នោះមកជីវិតរបស់ម៉ាលីបានធ្លាក់ចូលក្នុងរណ្ដៅនរកទាំងរស់នៅរៀងរាល់ម៉ោង12រំលងអាធ្រាត្រស្បែកប្រាណរបស់នាងចាប់ផ្ដើមឡើងកម្ដៅដូចភ្នំភ្លើងរហូតដល់នាងត្រូវរត់ទៅស្រោចទឹកពេញមួយយប់ប៉ុន្តែនៅពេលដែលថ្ងៃរះនាងបែរជារងាញ័រទៅត្រឹកទោះបីជាដណ្ដប់ភួយ 4-5 ជាន់ក៏នៅតែបបោមាត់ឡើងខៀវស្វាយដែរអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺពោះរបស់ម៉ាលីចាប់ផ្ដើមហើមធំឡើងពីមួយថ្ងៃទៅមួយថ្ងៃដូចជាមនុស្សមានផ្ទៃពោះ 5-6 ខែប៉ុន្តែវាមិនមែនជាកូនទេព្រោះពេលដែលយកដៃទៅស្ទាបគឺមានសភាពរឹងដូចថ្មនិងមានអ្វីម្យ៉ាងកម្រើកវានៅខាងក្នុងពោះរបស់នាងធ្វើឲ្យនាងឈឺចុកចាប់ស្រែករមៀលពេញរនាបផ្ទះចំណែកឯសីហាវិញពេលដែលឃើញសង្សាររបស់ខ្លួនធ្លាក់ខ្លួនឈឺធ្ងន់និងមានសភាពចម្លែកបែបនេះគេមិនបានបោះបង់នាងឡើយគេបានចំណាយលុយកាក់ទៅអញ្ជើញគ្រូស្ដោះផ្លុំនិងគ្រូសូត្រមន្តអាគមល្បីៗនៅក្នុងស្រុកមកពិនិត្យនិងព្យាបាលថ្ងៃមួយលោកគ្រូសិលម្នាក់ឈ្មោះគ្រូកែវត្រូវបានអញ្ជើញមកដល់ផ្ទះរបស់ម៉ាលីពេលដែលគ្រូកែវឈានជើងឡើងមកដល់លើផ្ទះគាត់ក្រឡេកមើលមុខម៉ាលីភ្លាមទឹកមុខរបស់គាត់ប្រែជាស្លេកស្លាំងគាត់ក៏បានយកខ្សែគាថាមកចងនៅនឹងកដៃរបស់ម៉ាលីរួចចាប់ផ្ដើមសូត្រមន្តស្រោចទឹកមន្តលាងជំរះហើយបានដេញវិញ្ញាណចង្រៃឲ្យថយចេញទើបតែសូត្របានគាថាមួយស្រាប់តែម៉ាលីបើកភ្នែកឡើងធំភ្នែករបស់នាងប្រែជាពណ៌សសុទ្ធគ្មានប្រស័យភ្នែកខ្មៅឡើយនាងបានលើបខ្លួនឡើងទាំងកម្លាំងមហិមាចាប់ហែកខ្សែគាថានៅកដៃដាច់ជាពីររួចស្រែកកំហកដាក់លោកគ្រូកែវទាំងសំឡេងស្អកដូចសត្វធាតុថាអាគ្រូកំភីងកុំចង់មកចេះដឹងរឿងអញអំពើអញដាក់បញ្ចុះនៅក្នុងសាច់ក្នុងឈាមនិងឆ្អឹងវាត្រូវតែស្លាប់និយាយចប់ម៉ាលីក៏បានក្អួតឈាមខ្មៅស្អុយជះចំមុខលោកគ្រូកែវគ្រូកែវភ័យស្លន់ស្លោលុបជង្គង់ចោះប្រមូលប្រដាប់ប្រដារួចរត់ចោះពីលើផ្ទះទាំងត្រដោកខ្យល់
នឹងពោលពាក្យប្រាប់តាសនថាខ្ញុំជួយមិនបានទេតាសនអើយអំពើនេះជាអាគមងងឹតកម្រិតខ្ពស់ណាស់វាដាក់ទាំងស្បែកក្របីទាំងចងព្រលឹងខ្មោចព្រៃសង្កត់ពីលើបើខ្ញុំប្រឹងជួយខ្ញុំនឹងត្រូវដាច់សរសៃឈាមស្លាប់ខ្លួនឯងមិនខានរៀបចំធ្វើពិធីបុណ្យឲ្យនាងទៅនាងមិនរស់ហួសពីខែដាច់នេះទេឬបែបនេះម្ដាយរបស់ម៉ាលីដួលសន្លប់បាត់ស្មារតីចំណែកឯសីហាបានត្រឹមតែអង្គុយកាន់ដៃម៉ាលីយំសោកបោកប្រានមិនដឹងថាត្រូវធ្វើដូចម្ដេចឡើយស្ថានភាពរបស់ម៉ាលីកាន់តែដុនដាបខ្លាំងឡើងស្បែកប្រាណដ៏ស្រស់ស្អាតរបស់នាងពីមុនចាប់ផ្ដើមឡើងក្រៀមខ្មៅរលាត់ស្បែកចេញមកនិងមានក្លិនស្អុយរលួយភាយពេញផ្ទះបើទោះបីជានាងមិនទាន់ស្លាប់ក៏ដោយដង្កូវតូចៗចាប់ផ្ដើមវាចេញតាមកញ្ចក់ដៃកញ្ចក់ជើងរបស់នាងវាជាទារុណកម្មផ្លូវងងឹតដ៏ព្រៃផ្សៃបំផុតនៅយប់ថ្ងៃសិលមួយមេឃងងឹតស្លុបគ្មានពន្លឺព្រះច័ន្ទឬតារាសូម្បីតែមួយដួងខ្យល់ព្យុះបោកបុកមកយ៉ាងខ្លាំងធ្វើឲ្យដើមឈើជុំវិញផ្ទះបាក់មេឃឮសូរក្រាំងក្រាំងសំឡេងឆ្កែនៅក្នុងភូមិចាប់ផ្ដើមព្រុសលូអូសបន្លាយវែងគួរឲ្យព្រឹកក្បាលម៉ាលីដេកនៅលើកន្ទេលភ្នែករបស់នាងសម្លឹងទៅកាន់ដំបូលផ្ទះមិនព្រមបិទដង្ហើមរបស់នាងដកដង្ហក់ខ្លីៗនាងប្រឹងទាញដៃសីហានិងប្អូនស្រីរបស់នាងមកជិតរួចពោលទាំងឈាមហូរតាមបបូរមាត់ថាខ្ញុំឈឺណាស់ពួកវាមកជុំវិញគ្រែខ្ញុំហើយពួកវាចង់ទាញព្រលឹងខ្ញុំទៅហើយសីហាសួរទាំងទឹកភ្នែកហូរជោគទ្វរថាអ្នកណាម៉ាលីអ្នកណាមកធ្វើបាបអូនម៉ាលីមិនទាន់បានទាំងឆ្លើយផងស្រាប់តែពោះរបស់នាងដែលហើមធំនោះរំជួយយ៉ាងខ្លាំងដូចជាមានដៃជើងមនុស្សធ្លាយចេញមកពីខាងក្នុងនាងស្រែកឡើងពេញទំហឹងភ្លាមសម្រែកនោះលាន់ឮពេញផ្ទៃរាត្រីរួចរាងកាយរបស់នាងក៏រឹងកំប្រឹងដាច់ខ្យល់ស្លាប់ទៅទាំងបើកភ្នែកសម្លឹងចំទៅមុខត្រង់គួរឲ្យខ្លាចរន្ធត់បំផុតម៉ាលីបានស្លាប់ហើយនាងស្លាប់ទាំងអំពើពេញខ្លួនប្រាណប៉ុន្តែសោកនាដកម្មមិនទាន់បញ្ចប់ត្រឹមនេះឡើយព្រោះវិញ្ញាណដែលស្លាប់ទាំងក្តីចងកម្មគឺមិនអាចទៅចាប់ជាតិបានទេសាកសពរបស់ម៉ាលីត្រូវបានរៀបចំដាក់ក្នុងមឈូសឈើធម្មតាដើម្បីធ្វើបុណ្យតាមប្រពៃណីប៉ុន្តែអ្វីដែលចម្លែកនោះគឺគ្មានអ្នកស្រុកភូមិណាហ៊ានចូលមកជួយដុតភ្លក្សភ្លើងឬមកកំដរពិធីបុណ្យឡើយព្រោះគ្រប់គ្នាដឹងថានាងស្លាប់ដោយសារត្រូវអំពើអាគមខ្មៅមានតែក្រុមគ្រួសារនិងសីហាប៉ុណ្ណោះដែលអង្គុយយាមសពនៅយប់ទី2នៃពិធីបុណ្យសំឡេងកណ្ដឹងដង្ហើយរត់ព្រលឹងលាន់ឮល្វើយខណៈពេលដែលសីហាកំពុងតែអង្គុយងងុយដេកក្បែរមឈូសស្រាប់តែមានសំឡេងម្យ៉ាងលាន់ចេញពីក្នុងមឈូសវាជាសំឡេងដូចជាមានមនុស្សកំពុងតែយកក្រចកទៅខ្វាយក្តារមឈូសពីខាងក្នុងសីហាភ្ញាក់ព្រឺស្ទុះទឹកទៀងទៅជាស្ដាប់សំឡេងខ្វាយកាន់តែខ្លាំងឡើងលាយឡំនឹងសំឡេងខ្សឹបនិយាយថាសីហាជួយអូនផងអូនថប់ដង្ហើមណាស់អូនមិនទាន់ស្លាប់ទេសីហាភ័យផងអាណិតសង្សារផងបំរុងនឹងស្ទុះទៅគាល់មឈូសទៅហើយប៉ុន្តែតាសនដែលជាឪពុករបស់ម៉ាលីបានស្ទុះមកចាប់ខាត់តាន់រួចហាមថាកុំសីហានេះមិនមែនជាម៉ាលីទេគឺជាព្រលឹងអំពើវាកំពុងតែលងបន្លាចយើងទេបើឯងបើកមឈូសអាគមងងឹតនឹងហក់ចូលក្នុងខ្លួនឯងមិនខានភ្លាមនោះការឈូកដែលដាក់សែននៅលើមឈូសស្រាប់តែប្រែជាស្រពោនខ្មៅរលួយភ្លាមក្នុងរយៈពេលមួយប្រព្រឹត្តភ្នែកហើយនៅតាមប្រហោងតូចនៃក្តារមឈូសមានទឹកឈាមខ្មៅស្អុយហូរជ្រាបចេញមកក្រៅស្រក់តក់ចុះមកលើដីបង្កើតបានជាក្លិនស្អុយអាសោចសឹងតែទប់ដង្ហើមមិនរួចក្រោយពីបានបូជាសាកសពរបស់ម៉ាលីរួចរាល់ធាតុរបស់នាងត្រូវបានយកទៅកប់នៅក្រោមដើមចម្ប៉ាចាស់មួយដើមនៅខាងក្រោយផ្ទះប៉ុន្តែចាប់តាំងពីថ្ងៃនោះមកផ្ទះរបស់តាសននិងភូមិអូស្វាយទាំងមូលលែងមានសេចក្តីសុខទៀតហើយយប់ខ្លះអ្នកស្រុកអ្នកភូមិដែលដើររកត្រីនៅពេលយប់បានក្រឡេកឃើញស្ត្រីម្នាក់រូបរាងស្គមសក់វែងអន្លាយពោះហើមធំដើរអណ្ដែតនៅលើចុងឈើសក់បក់តាមខ្យល់នាងតែងតែដើរជុំវិញផ្ទះរបស់នាងចាន់នីនិងផ្ទះមេភូមិទាំងយំខ្សឹកខ្សួលផងនិងសើចលក់លើយផងសំឡេងយំរបស់នាងលាន់ឮចាក់ដោតបេះដូង
ដោយពោលថាយកវាចេញពីពោះអញទៅអញឈឺណាស់ពួកឯងត្រូវតែស្លាប់ដូចអញអ្នកភូមិភ័យខ្លាចខ្លាំងណាស់រហូតដល់ថ្នាក់ម៉ោង 5 ល្ងាចគ្មានអ្នកណាហ៊ានហើបទ្វារចេញពីផ្ទះឡើយទ្វារបង្អួចត្រូវបានបិទជិតឈឹងភូមិទាំងមូលប្រែជាស្ងាត់ជ្រងំដូចភូមិខ្មោចឆៅនាងចាន់នីគិតថាក្រោយពេលដែលម៉ាលីស្លាប់នាងនឹងមានឱកាសបានទៅជិតស្និទ្ធនឹងលួងលោមសីហាប៉ុន្តែសីហាមិនត្រឹមតែមិនរវីរវល់នឹងនាងទេគេថែមទាំងសម្លឹងមើលនាងដោយខ្សែភ្នែកសង្ស័យនិងស្អប់ខ្ពើមទៀតផងព្រោះគេបានតាមទាន់ថាចាន់នីធ្លាប់ដើរទៅរកគ្រូធ្មប់យប់មួយចាន់នីដេកនៅក្នុងបន្ទប់ម្នាក់ឯងម៉ាស៊ីនកង្ហារបក់មកត្រជាក់ប៉ុន្តែស្រាប់តែកង្ហារនោះបានរលត់ភ្លាមពន្លឺអំពូលភ្លើងក្នុងបន្ទប់ចាប់ផ្ដើមព្រិចភ្លឹបផ្លែតរួចក៏ងងឹតស្លុបក៏មានសំឡេងក្រចកដៃខ្វាតជញ្ជាំងឈើចាន់នីស្ទុះក្រោកឈរបេះដូងលោតញាប់នៅជ្រុងងងឹតនៃបន្ទប់នាងបានឃើញស្រមោលមនុស្សស្រីម្នាក់កំពុងតែឈរថ្លង់ស្រមោលនោះដើរចូលមកជិតគ្រែយឺតហើយចុងជើងរបស់នាងមិនប៉ះដីឡើយនៅពេលដែលពន្លឺព្រះច័ន្ទជះចំផ្ទៃមុខរបស់ស្រមោលនោះបណ្ដាលឲ្យចាន់នីស្រែកសឹងតែដាច់ខ្យល់នោះគឺម៉ាលីប៉ុន្តែមិនមែនជាម៉ាលីដ៏ស្រស់ស្អាតពីមុនទេគឺម៉ាលីដែលមានផ្ទៃមុខខៀវស្វាយរលួយសាច់ថ្ពាល់ធ្លាយចេញឃើញឆ្អឹងធ្មេញភ្នែកលៀនចេញមកក្រៅមានឈាមហូរនិងហើមពោះខ្លាំងរហូតដល់ធ្លាយពោះវៀនខ្មៅអូសតាមដីម៉ាលីនិយាយទៅកាន់ចាន់នីថាឯងចង់បានបងសីហាមែនទេមើលពួកអញចោះនេះជាអ្វីដែលឯងប្រគល់ឲ្យអញខ្មោចម៉ាលីនិយាយទាំងសើចភ្លាមនោះខ្មោចម៉ាលីបានស្ទុះហោះមកសង្កត់លើទ្រូងរបស់ចាន់នីដៃរលួយរបស់នាងច្របាច់កចាន់នីយ៉ាងណែនចំណែកឯដៃរបស់ម៉ាលីបានហែកមាត់ធំរួចព្រោះដង្កូវនិងឈាមខ្មៅស្អុយចូលទៅក្នុងមាត់របស់ចាន់នីទាំងរស់ចាន់នីប្រឹងរើបំរាស់យ៉ាងខ្លាំងប៉ុន្តែមិនអាចធ្វើអ្វីបានឡើយនាងត្រូវលេបទឹកស្អុយអំពើរលួយដែលនាងបានបង្កនោះចូលទៅក្នុងពោះនាងវិញទាំងការឈឺចាប់ជាទីបំផុតព្រឹកឡើងម្ដាយរបស់ចាន់នីបានចូលទៅក្នុងបន្ទប់ដើម្បីដាស់កូនស្រីពេលដែលបើកទ្វារចូលទៅសម្រែកយំសោកបានលាន់ឮពេញភូមិចាន់នីបានស្លាប់ហើយនាងដេកស្លាប់នៅលើគ្រែក្នុងសភាពដូចគ្នាទៅនឹងម៉ាលីកាលពីមុនបេះបិទពោះរបស់នាងហើមធំធ្លាយចេញមកក្រៅភ្នែកលៀនចំហមាត់ធំហើយនៅក្នុងមាត់របស់នាងពោពេញដោយសរសៃសក់និងដង្កូវវារមូលរាប់ពាន់ក្បាលនេះជាកម្មផលនឹងការសងសឹកភ្លាមតនហន់ពីវិញ្ញាណដែលស្លាប់ទាំងអំពើក្នុងខ្លួនអ្នកភូមិដឹងច្បាស់ថានេះជាការសងសឹករបស់ម៉ាលីភាពភ័យខ្លាចកាន់តែក្របដណ្ដប់ខ្លាំងឡើងព្រោះខ្មោចម៉ាលីលែងជាព្រលឹងស្លូតត្រង់ទៀតហើយនាងបានក្លាយជាព្រលឹងបិសាចចងកម្មដែលរងចាំតែសម្លាប់មនុស្សដើម្បីរំសាយកំហឹងគ្រូសានបានដឹងថាខ្មោចម៉ាលីសម្លាប់ចាន់នីរួចរាល់ហើយគោលដៅបន្ទាប់អាចជាខ្លួនគាត់បានរៀបចំអាសនៈយ៉ាងធំនៅក្នុងរោងរបស់គាត់ដើម្បីធ្វើពិធីសង្កត់វិញ្ញាណនិងកម្ចាត់ព្រលឹងម៉ាលីឲ្យរលាយសាបសូន្យដើម្បីមិនឲ្យមកធ្វើគាត់បានយប់នោះគ្រូសានអង្គុយពុតជើងសូត្រគាថាភាសាអក្សរផ្ចង់ខ្មៅយ៉ាងញាប់មាត់ជុំវិញខ្លួនគាត់មានដុតភ្លើងទៀនក្រមួនមរណៈពណ៌ខ្មៅចំនួន9ដើមសូត្រមិនបានប៉ុន្មានផងស្រាប់តែខ្ចប់ជូបោកបំបាក់ទ្វាររោងរបស់គាត់គ្រាំងទៀនអាគមទាំង9ដើមបានរលត់បាត់ភ្លាមនៅក្នុងភាពងងឹតស្លុបសំឡេងជើងមនុស្សដើរយឺតចូលមកគ្រូសានបើកភ្នែកម្ខាងរបស់គាត់សម្លឹងមើលខ្មោចម៉ាលីឈរនៅពីមុខគាត់លើកនេះនាងមានកម្លាំងអាគមខ្លាំងណាស់ព្រោះកំហឹងរបស់នាងបានស៊ីព្រលឹងរបស់ចាន់នីរួចទៅហើយម៉ាលីបាននិយាយទៅកាន់គាត់ថាអាគ្រូចិត្តខ្មៅឯងសម្លាប់អញទាំងអយុត្តិធម៌ថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងហើយខ្មោចម៉ាលីស្រែកកំហករហូតដល់ផ្ទះរោងទាំងមូលរំជួយ គ្រូសានស្ទុះទៅចាប់ក្រឡកែវអាគមបំរុងនឹងបោះយន់សង្កត់តែខ្មោចម៉ាលីហោះមកដល់មុននាងបានប្រើក្រចកដៃស្រួចវែងខ្មៅចាក់ធ្លាយចូលទៅក្នុងទ្រូងរបស់គ្រូសានរួចខ្វេះទាញបេះដូងរបស់គាត់ចេញមកក្រៅទាំងស្រស់
គ្រូសានស្រែកបានតែមួយម៉ាត់ក៏ដួលស្លាប់នៅក្នុងថ្លុកឈាមភ្លាមក្រោយពីបានសងសឹកគ្រូសាននិងនាងចាន់នីរួចរាល់ខ្មោចម៉ាលីនៅតែមិនអាចទៅចាប់ជាតិបានឡើយព្រោះអាគមដែលគ្រូសានបានដាក់នៅក្នុងខ្លួននាងកាលពីមុនស្លាប់វាបានចងភ្ជាប់ព្រលឹងនាងទៅនឹងដីចំការអូស្វាយនោះបាត់ទៅហើយសីហាដោយក្តីស្រឡាញ់និងអាណិតសង្សារជាពន់ពេកគេបានសម្រេចចិត្តបួសជាសង្ឃរួចធ្វើដំណើរទៅកាន់ដើមចម្ប៉ាខ្មោចនោះដើម្បីសូត្រមន្តរំដោះគ្រោះនិងដេញអាគមងងឹតចេញពីរាងកាយវិញ្ញាណរបស់ម៉ាលីនៅក្នុងរាត្រីស្ងាត់ភិក្ខុសីហាបានគង់សូត្រធម៌មេត្តាយ៉ាងស្ងប់ស្ងាត់ពន្លឺពណ៌មាសនៃព្រះធម៌ព្រះពុទ្ធបានជះចំស្រមោលខ្មោចម៉ាលីរូបរាងដ៏គួរឲ្យខ្លាចរលួយស្អុយនិងពោះហើមធំរបស់នាងចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងត្រឡប់មកជាមានរូបសម្បត្តិស្រស់ស្អាតទន់ភ្លន់ដូចដើមវិញនាងបានលុតជង្គង់ចុះសំពះទៅកាន់លោកភិក្ខុសីហាទាំងទឹកភ្នែកហូរស្រក់និងពោលពាក្យថាអរគុណបងហើយដែលបានជួយដោះលែងអូនលែងឈឺចាប់ទៀតហើយនិយាយចប់ព្រលឹងរបស់ម៉ាលីក៏រលាយក្លាយជាពន្លឺតូចហោះឡើងទៅលើមេឃឆ្ពោះទៅកាន់ភពភូមិដ៏សុខសាន្តបញ្ចប់នៅរឿងរ៉ាវដ៏សែនរន្ធត់ខ្លោចផ្សាបំផុតនៃខ្មោចដែលស្លាប់ទាំងអំពើនៅក្នុងខ្លួនកុងគាបិទសៀវភៅកំណត់ហេតុដៃចុះទាំងដកដង្ហើមធំគេងើបមុខសម្លឹងទៅក្រៅបង្អួចឃើញមេឃងងឹតស្លុបបាត់ទៅហើយគេដឹងច្បាស់ថាដំណើររឿងនេះពិតជាគួរឲ្យសោកសៅណាស់ទោះបីជាសៀវភៅកំណត់ហេតុបានរៀបរាប់ថាព្រលឹងរបស់ម៉ាលីបានតែចាប់ជាតិហើយក៏ដោយប៉ុន្តែគង់គានៅតែមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តទាល់តែសោះខ្យល់អាកាសនៅក្នុងការិយាល័យកណ្ដាលក្រុងភ្នំពេញនាពេលយប់នេះស្រាប់តែប្រែជាត្រជាក់ស្រេបខុសពីធម្មតាម៉ាស៊ីនត្រជាក់ត្រូវបានបិទហើយប៉ុន្តែខ្យល់ត្រជាក់នោះហាក់ដូចជាភាយចេញមកពីសៀវភៅចាស់ដែលដាក់នៅលើតុទៅវិញមួយប្រព្រឹត្តភ្នែកនោះពន្លឺអំពូលភ្លើងនៅក្នុងបន្ទប់ធ្វើការរបស់គេចាប់ផ្ដើមលោតព្រិចយ៉ាងគួរសង្ស័យគង្គាងើបមុខសម្លឹងមើលទៅកញ្ចក់បង្អួចខាងក្រៅការិយាល័យរបស់គេស្ថិតនៅជាន់ទី4ប៉ុន្តែអ្វីដែលគេបានឃើញនៅក្នុងចំណាំផ្លាកនៃកញ្ចក់នោះគឺស្រមោលស្រីម្នាក់សក់វែងអន្លាយពោះហើមធំឈរអណ្ដែតនៅខាងក្រៅបង្អួចម៉ាលីបានខ្វាចកញ្ចក់ពីខាងក្រៅដូចដែលគេធ្លាប់ខ្វាចមឈូសបេះដូងរបស់គង្គាលោតញាប់ស្ទើរតែធ្លាយចេញមកក្រៅទ្រុងគេដឹងច្បាស់ថាព្រលឹងរបស់ម៉ាលីមិនទាន់បានទៅណាឡើយសម្បត្តិដែលផ្ញើមកកាន់គេនោះបានសរសេរថានាងស្លាប់ទាំងអំពើខ្មៅនៅក្នុងខ្លួននឹងត្រូវយន្តប្រចាំកាយសង្កត់ជាប់មានន័យថាអ្វីដែលគ្រូសានបានធ្វើគឺមិនមែនត្រឹមតែសម្លាប់នាងទេប៉ុន្តែគឺបានចងព្រលឹងរបស់នាងឲ្យជាប់នឹងវត្ថុមួយយ៉ាងគង្គាប្រឹងទប់ចិត្តភ័យខ្លាចរួចលូកដៃទៅកកាយក្នុងកញ្ចប់ក្រដាសពណ៌ត្នោតនោះម្ដងទៀតនៅបាតកញ្ចប់មានប្រអប់ដែកតូចមួយពណ៌ខ្មៅរលោងដែលចងព័ទ្ធដោយខ្សែអំបោះសិលពណ៌ក្រហមប្រឡាក់ស្នាមឈាមរីងស្ងួតខណៈពេលដែលគង្គារៀបនឹងកាត់ផ្ដាច់ខ្សែអំបោះសិលនោះចេញស្រាប់តែទ្វារការិយាល័យបានបោកបិទយ៉ាងខ្លាំងពន្លឺភ្លើងទាំងអស់បានរលត់ងងឹតស្លុបមានតែពន្លឺព្រះច័ន្ទខ្សោយជះកាត់កញ្ចក់បង្អួចមកលើតុធ្វើការក្លិនស្អុយរលួយដូចសាកសពត្រាំទឹកនិងក្លិនឆ្អាបឈាមស្រក់បានបោកបក់មកភាយពេញបន្ទប់ភ្លាមសំឡេងស្រក់ទឹកស្រក់ចុះមកតក់ចុះមកលើកម្រាលការិយាល័យគង្គាបានបើកពិលទូរស័ព្ទដៃរួចជះពន្លឺទៅខាងមុខអ្វីដែលគេបានឃើញគឺធ្វើឲ្យគេស្រែកឡើងពេញទំហឹងទាំងត្រដោកខ្យល់ខ្មោចម៉ាលីបានឈរនៅចំពីមុខតុធ្វើការរបស់គេបាត់ទៅហើយផ្ទៃមុខរបស់នាងឡើងខៀវស្វាយសាច់ពណ៌រហែកធ្លាយឃើញធ្មេញភ្នែកទាំងសងខាងហូរឈាមសស្រាក់គ្មានឈប់អ្វីដែលរន្ធត់បំផុតគឺពោះដ៏ធំរបស់នាងចាប់ផ្ដើមរំជួយនិងប្រេះបែកសាច់ចេញមកក្រៅធ្លាក់ទឹកលឿងនិងឈាមខ្មៅជោកកម្រាលការិយាល័យដោយនិយាយថាជួយអញផងដកយន្តចេញពីប្រអប់ដែកទៅអញឈឺណាស់អាគ្រូថ្មវាកាត់ក្បាលសពអញយកទៅធ្វើប្រេងស្នេហ៍ហើយ
សំឡេងរបស់នាងលាន់ឮស្អកស្អកព្រមទាំងរហែកមាត់ធំបង្ហាញឲ្យឃើញដង្កូវវាពេញអណ្ដាតខ្មោចម៉ាលីបានលូកដៃត្រជាក់ដូចទឹកកកដែលមានកញ្ចក់ខ្មៅស្រួចមកចាប់ស្មារបស់គង្គាយ៉ាងណែនរហូតដល់គេមានអារម្មណ៍ថាខ្លួនប្រាណកំរើកមិនរួចនាងបានយកផ្ទៃមុខរលួយរបស់នាងមកក្បែរត្រចៀកគង្គារួចសឹកថាបើឯងមិនជួយអញទេឯងត្រូវតែស្លាប់នៅទីនេះដើម្បីបដូរព្រលឹងជាមួយអញគង្គាដឹងថាគ្មានផ្លូវរើសទេគេប្រឹងប្រើកម្លាំងចុងក្រោយចាប់យកកន្ត្រៃនៅលើតុមកកាត់ខ្សែអំបោះសីមាពណ៌ក្រហមនៅលើប្រអប់ដែកនោះដាច់ជាពីរភ្លាមនោះគម្របប្រអប់ដែកបានរបើកឡើងនៅខាងក្នុងនោះមិនមែនជាលិខិតអ្វីឡើយប៉ុន្តែគឺជាដុំលលាក្បាលទារកតូចមួយដែលមានសាក់យ័ន្តខ្មៅព័ទ្ធជុំវិញនិងក្រមួនមរណៈពណ៌ខ្មៅមួយដុំនេះហើយជាអាគមបំបែកព្រលឹងដែលគ្រូសានបានធ្វើមុនពេលស្លាប់គឺគាត់បានបំបែកព្រលឹងកូនក្រក់របស់ម៉ាលីយកមកឃុំទុកក្នុងប្រអប់ដែកនេះដើម្បីកុំឲ្យម្ដាយនិងកូនជួបគ្នានិងដើម្បីប្រើប្រាស់វិញ្ញាណទារកនេះធ្វើអំពើបន្តទើបតែខ្សែសិលដាច់ភ្លាមព្រលឹងទារកខ្មៅរលួយមួយបានហោះចេញពីប្រអប់ដែកស្រែកយំងាពេញបន្ទប់ខ្មោចម៉ាលីឃើញកូនភ្លាមនាងបានលែងដៃពីគង្គារួចស្ទុះទៅអោបព្រលឹងកូនរបស់នាងយ៉ាងណែនយំសោកបោកប្រាណទាំងក្តីអាណិតអាសូរកូនម៉ែរកឃើញកូនហើយពន្លឺខ្មៅងងឹតនិងក្លិនស្អុយនៅក្នុងការិយាល័យចាប់ផ្ដើមរលាយបាត់បន្តិចម្ដងខ្មោចម៉ាលីបានងាកមកសម្លឹងមើលគង្គាទាំងខ្សែភ្នែកទន់ភ្លន់និងសំពះអរគុណមុនពេលដែលព្រលឹងម្ដាយនិងកូនអោបគ្នាហោះទៅបាត់នៅក្នុងភាពងងឹតនៃរាត្រីទើបធ្វើឲ្យគង្គាដឹងថាតាមពិតទៅម៉ាលីមានកូនជាមួយនឹងសីហារួចហើយប៉ុន្តែគ្មានអ្នកណាដឹងសូម្បីតែម៉ាលីក៏ស្លាប់ទាំងមិនដឹងថាខ្លួនមានកូនឡើយតែចំណែកឯគ្រូសានបានដឹងព្រោះខ្លួនបានសម្លាប់និងចងវិញ្ញាណម្ដាយនិងកូនគេព្រឹកឡើងពន្លឺថ្ងៃបានជះចូលមកក្នុងភូមិគ្រឹះការិយាល័យវិញគង្គាបានប្រមូលដុំលលាក្បាលទារកនិងកំណត់ហេតុទាំងអស់ធ្វើដំណើរទៅកាន់វត្តអារាមមួយដើម្បីប្រគល់ឲ្យព្រះសង្ឃដុតកម្ដៅនិងធ្វើបុណ្យរំដោះគ្រោះតាមប្រពៃណីដើម្បីឲ្យព្រលឹងម្ដាយកូនរបស់ម៉ាលីបានទៅចាប់ជាតិដោយសន្តិវិធីពិតប្រាកដប៉ុន្តែមិនយូរប៉ុន្មានក៏មានស្ត្រីម្នាក់ឈ្មោះនាងធារីកំពុងតែឈឺពោះឆ្លងទន្លេយ៉ាងខ្លាំងលោកគ្រូពេទ្យឆ្មបប្រឹងជួយស្រាប់តែមានរន្ទះបាញ់ផោងបាញ់នៅក្បែរដើមឈើនៅក្បែរផ្ទះនាងធារីនោះទារីប្រុសម្នាក់ក៏បានបង្កើតមកអ្វីដែលគួរឲ្យព្រឹកក្បាលនោះគឺទារកនោះមិនព្រមយំសូម្បីតែមួយម៉ាត់គេបើកភ្នែកធំទាំងសងខាងខ្មៅងងឹតគ្មានប្រស័យភ្នែកសឡើយហើយនៅលើខ្នងរបស់ទារកនោះមានស្នាមដៅក្រហមក្រមៅរូបរាងដូចជាយ័ន្តអាគមបុរាណជាប់ពីកំណើតទារកនោះត្រូវបានឪពុកម្ដាយដាក់ឈ្មោះថាអាសៅលូតលាស់ធំធាត់ឡើងនៅក្នុងភាពខុសប្លែកពីក្មេងដទៃទាំងស្រុងគេជាក្មេងស្ងប់ស្ងាត់មិនចេះលេងសើចសូម្បីតែមិត្តភក្តិក្នុងភូមិក៏មិនហ៊ានចូលចិត្តដែរព្រោះកែវភ្នែករបស់គេមើលទៅក្រៀមក្រំនិងមុតស្រួចដូចមនុស្សចាស់នៅពេលដែលអាសៅអាយុបាន7ឆ្នាំរឿងរ៉ាវចម្លែកកាន់តែលេចឡើងកាន់តែច្បាស់ធ្វើឲ្យអ្នកភូមិចាប់ផ្ដើមលួចខ្សឹបខ្សៀវគ្នានិយាយពីក្រោយខ្នងគេព្រោះតែដឹងរឿងរ៉ាវអតីតកាលថ្ងៃមួយអាសៅដើរកាត់គល់ឈើធំមួយដែលគ្រូសានធ្លាប់កប់វត្ថុអាគមគេបានចង្អុលដីរួចនិយាយទៅកាន់អ្នកស្រុកថានៅក្រោមនឹងមានក្រឡកែវប្រេងដំរីលាក់ទុកពេលដែលអ្នកភូមិជីកមើលគឺពិតជាមានមែនទាំងដែលរឿងនេះកប់បាត់ដានជាង10ឆ្នាំហើយកែវភ្នែកមើលធ្លាយនៅពេលដែលអាសៅសម្លឹងមើលមុខអ្នកណាគេតែងតែដឹងថាអ្នកនោះមានគ្រោះថ្នាក់ឬចិត្តស្លាប់គេធ្លាប់និយាយប្រាប់បុរសម្នាក់ថាយប់នេះកុំដើរទៅទិសខាងលិចប្រយ័ត្នដាច់ក្បាលយប់នោះបុរសនោះមិនជឿក៏ដើរទៅរួចត្រូវឈើបាក់សង្កត់កាត់កស្លាប់ពិតមែនតែអាសៅមិនបានត្រូវធៀបជាមួយនឹងព្រះសង្ឃនិងវត្តអារាមទេរាល់ពេលដែលឪពុកម្ដាយនាំអាសៅទៅវត្តគេតែងតែស្រែកយំឡើងរឹងខ្លួននិងក្តៅខ្លួនដូចភ្នំភ្លើងគេមិនហ៊ានសម្លឹងមើលមុខព្រះពុទ្ធរូប
ឬចូលចិត្តព្រះសង្ឃឡើយអ្នកភូមិចាស់ចាប់ផ្ដើមសម្លឹងមើលអាសៅដោយខ្សែភ្នែកមិនទុកចិត្តតាសនដែលជាឪពុករបស់ម៉ាលីបាននិយាយទៅកាន់អ្នកភូមិទាំងភ័យខ្លាចថាចរិតរបស់អាសៅកែវភ្នែករបស់វានិងរបៀបដែលវាដឹងរឿងអាគមចាស់វាដូចជាគ្រូសានធ្មប់ងងឹតកាលពីមុនពេកហើយឬមួយក៏ប្រលឹងអាគ្រូធ្មប់ចិត្តខ្មៅនោះវាមកចាប់ជាតិក្នុងក្មេងនេះដើម្បីដឹងការពិតយប់មួយនៅថ្ងៃសិលមេឃងងឹតស្លុបឪពុករបស់អាសៅបានលួចដើរទៅកាន់បន្ទប់ដេករបស់កូនប្រុសក្រោយពីឮសំឡេងចម្លែកលាន់ចេញពីខាងក្នុងគាត់បានដាក់ភ្នែកមើលទៅតាមប្រហោងទ្វារឈើសំឡេងឆ្កែព្រុសលូយ៉ាងល្វើយសំឡេងខំទំពាសាច់ស្រស់នៅក្រោមពន្លឺខ្សោយនៃព្រះខែគាត់ស្ទើរតែលិចនោមដាក់ខោព្រោះអ្វីដែលគាត់បានឃើញគឺអាសៅកំពុងតែអង្គុយពុតជើងខាន់ស៊ីសាច់មាន់ទាំងរស់ទាំងរោមនៅឈាមស្រស់ហូរស្រក់ចេញតាមមាត់ភ្លាមនោះស្រាប់តែស្រមោលខ្មៅងងឹតមួយបានងើបចេញពីខ្នងរបស់អាសៅវាជាស្រមោលបុរសចាស់ម្នាក់ភ្នែកខ្វាក់ម្ខាងមុខក្រៀមខ្មៅនោះគឺប្រលឹងរបស់គ្រូសានស្រមោលនោះបានងាកមកសម្លឹងចំប្រហោងទ្វារដែលឪពុកកំពុងតែអើតមើលរួចស្រែកកំហកទាំងសំឡេងស្អកឮពេញត្រចៀកពួកឯងសង្ស័យអញមែនទេអញគឺគ្រូសានអញត្រឡប់មកវិញហើយពួកឯងទាំងអស់គ្នាក្នុងភូមិនេះនឹងត្រូវស្លាប់ឪពុករបស់អាសៅដួលផ្ញើក្រោយស្រែកឡើងពេញទំហឹងទាំងត្រដរខ្យល់ចាប់ពីយប់នោះមកការសង្ស័យប្រែជាការពិតដ៏រន្ធត់គ្រូសានបានចាប់ជាថ្មីនៅក្នុងខ្លួនក្មេងប្រុសអាសៅពិតមែនពេលដែលដឹងថាគ្រូខ្មុំងងឹតបានចាប់ជាតិជាថ្មីមកបង្កគ្រោះថ្នាក់ដល់កូនប្រុសនិងអ្នកភូមិឪពុកម្ដាយរបស់អាសៅបានរត់ទៅរកភិក្ខុសីហាដែលជាសង្សាររបស់ម៉ាលីដែលបច្ចុប្បន្នជាព្រះចៅអធិការវត្តដ៏មានពុទ្ធបារមីខ្លាំងពូកែឲ្យនិមន្តមកចោះជួយលោកភិក្ខុសីហាបានគង់សូត្រធម៌នៅកណ្ដាលផ្ទះរបស់អាសៅដើរចូលមកទាំងភ្នែកក្រហមច្រាលសាច់ដុំឡើងរឹងគេនិយាយចេញមកសុទ្ធតែគាថាភាសាអាគមខ្មៅបំរុងនឹងស្ទុះមកខ្វាយលោកភិក្ខុសីហាមិនមានចិត្តខឹងឡើយលោកបិទព្រះនេត្ររួចសូត្រធម៌មេត្តាករុណានិងយកខ្សែអំបោះសិលទៅចងព័ទ្ធជុំវិញខ្លួនអាសៅដើម្បីដេញព្រលឹងចាស់ចេញដោយមានសង្ឃដីកាថាញោមសានអើយជាតិមុនញោមស្លាប់ដោយសារកំហឹងជាតិភពនេះញោមកើតមកជាក្មេងស្អាតស្អំហើយហេតុអ្វីនៅតែយកវិញ្ញាណងងឹតមកគ្របដណ្ដប់ខ្លួនទៀតចូលដល់លែងក្មេងនេះទៅពន្លឺពណ៌មាននៃព្រះធម៌ព្រះពុទ្ធបានជះចំខ្លួនអាសៅស្រមោលបីសាយគ្រូសាននៅក្នុងខ្លួនរបស់គេចាប់ផ្ដើមស្រែកយំឈឺចាប់រួចហោះរលាយបាត់ទៅក្នុងអាកាសចំណែកឯស្នាមយ័ន្តនៅលើខ្នងរបស់ក្មេងប្រុសក៏រលាយបាត់អស់គ្មានសល់អាសៅដួលសន្លប់ចុះមកដីរួចត្រឡប់មកជាក្មេងប្រុសស្លូតត្រង់ធម្មតាវិញដោយភាពអាថ៌កំបាំងងងឹតត្រូវបានកំទេចសាបសូន្យ